Ok សួស្តីអ្នកទាំងអស់គ្នាហើយនឹងបងថ្ងៃនេះខ្ញុំឆ្លើយសំណួរមួយទៀតទាក់ទងទៅនឹងបងដែលគាត់ថាបើសិនជាគាត់មានជីនតែមួយមុខទៅទេតើគាត់អាចធ្វើអីបានហើយសម្រាប់ប្រភេទជីនបើសិនជាបងមានតែមួយមុខទេបងអាចធ្វើជាប្រភេទជីនតូនិកបានលក្ខណៈងាយហើយជាមួយនឹង easy អញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលហើយឬក៏បងដែលចង់ញ៉ាំជាប្រភេទជីនតែអត់ដឹងថាញ៉ាំបែបម៉េចអញ្ចឹងសម្រាប់បងដែលចង់ញ៉ាំជាប្រភេទជីនអាចញ៉ាំជាមួយនឹងជីនតូនិកបានណាហើយសម្រាប់ប្រភេទនេះគឺលក្ខណៈ popular drink មែនទែនតែតើនឹងជីនតូនិកយើងដាក់តកមកអញ្ចឹងយើងប្រើជីន60អូខេយើងប្រើជីន60អូខេយើងប្រើជីន60ស្លាយក្រូចឆ្មាថប់អាប់បើសិនជាបងមានជាប្រភេទជីនហើយអត់ដឹងធ្វើឲ្យញ៉ាំយើងអាចធ្វើជាជីនតូនិកបានងាយស្រួលអញ្ចឹងសម្រាប់បងដែលចង់ធ្វើជីនតូនិកគ្រាន់តែមានជីនជាមួយនឹងតូនិកអូខេចាក់មកដាក់ស្លាយក្រូចឆ្មាមួយមកហើយសម្រាប់ប្រភេទជីនតូនិកអញ្ចឹងតែប៉ុណ្្នឹងឯងហើយអញ្ចឹងយើងអាចតេស្តទាំងអស់គ្នាសម្រាប់ប្រភេទជីនតូនិកយើងអានេះកូរបន្តិចបើសិនជានេះវារាងស្រានៅខាងលើខាងហោមខ្លាំងរសជាតិវាអីសម្រាប់ជីនតូនិកចឹងសម្រាប់បងឬក៏គ្នាយើងដែលចង់ធ្វើជីនតូនិកញ៉ាំនៅផ្ទះអីគឺងាយស្រួលមានតែជីនមួយដបជាមួយនឹងតូនិកមកហើយ